Thì tôi nên thức đây là cái áo kia nên tôi không nhận thức thì mình thức ngắn tự nhiên là tạo chia lại của mình không thấy này để ta làm thì mình thấy những nhóm một số bạn đồng 2.400 đồng làm nháy nơi là tụi đây tập đạt các chúng ta nó chưa tụi ta nháy này nó lo tụi đây tập đạt ខ្ញីជារុក្ខជាតិមួយយ៉ាងដែលមានដើមកំណើតនៅតំបន់អាស៊ីអាគ្នេយ៍ហើយវាត្រូវបានគេដាំនៅតាមតំបន់ត្រូពិកប្រទេសចិននិងប្រទេសឥណ្ឌាជាប្រទេសដែលប្រើប្រាស់ខ្ញីជារុក្ខជាតិឱសថនិងជាប្រទេសដែលបានផលិតខ្ញីច្រើនជាងគេនៅក្នុងពិភពលោកដោយឡែកសម្រាប់នៅប្រទេសកម្ពុជាយើងក៏មានអ្នកដាំដុះខ្ញីច្រើននៅតាមបណ្ដាខេត្តនានាផងដែរសម្រាប់ប្រើប្រាស់តាមតម្រូវការមិនថាការយកទៅធ្វើជាឱសថបុរាណនិងការយកទៅធ្វើជាគ្រឿងផ្សំរសជាតិម្ហូបអាហារក្នុងការដាំដុះខ្ញីដើម្បីឲ្យទទួលបានទិន្នផលល្អការដាំត្រូវរកទីតាំងដែលមានសីតុណ្ហភាពចន្លោះពី25ទៅ30អង្សាសេជាដីដែលមាន pH ចន្លោះពី 5.5 ទៅ 7 ហើយប្រភេទដីដែលស័ក្តិសមបំផុតគឺជាប្រភេទដីល្បាយខ្សាច់មានសភាពធូរងាយច្រោះទឹកបានល្អហើយត្រូវជៀសវាងដីល្បាយខ្សាច់លាយដីឥដ្ឋឬដីចំទឹករុក្ខជាតិនេះត្រូវការពន្លឺថ្ងៃដោយគេអាចដាំនៅលើដីវាលនិងក្រោមម្លប់ត្រឹម 20 ទៅ 30% វាក៏ជាដំណាំដែលមានប្រព័ន្ធឬជម្រៅ 50 សង់ទីម៉ែត្រពីដីស្រទាប់លើខ្ញីត្រូវការទឹកដើម្បីលូតលាស់តួយ៉ាងកត្តាធម្មជាតិវាត្រូវការកម្រិតទឹកភ្លៀងចន្លោះពី 1300 ទៅ 1500 មីលីម៉ែត្រក្នុងមួយឆ្នាំឬគេអាចប្រើប្រាស់ប្រព័ន្ធដំណក់ទឹកជាជំនួយក្នុងការស្រោចទឹកនិងដាក់ជីក៏បានផងដែរ ចូលមកដល់ចំណុចទី1ការជ្រើសរើសពូជនិងការបណ្ដុះកូនខ្ញីការដាំខ្ញីដើម្បីឲ្យទទួលបានទិន្នផលល្អកសិករត្រូវចេះជ្រើសរើសពូជខ្ញីដើម្បីដាំតួយ៉ាងនៅក្នុងប្រទេសកម្ពុជាយើងពូជខ្ញីមានជាច្រើនប្រភេទទាំងពូជក្នុងស្រុកនិងពូជនាំចូលបច្ចុប្បន្នគេនិយមដាំខ្ញីដែលបានពូជមកពីប្រទេសចិនជាទូទៅខ្ញីខ្ចីគេអាចប្រមូលផលបានបន្ទាប់ពីដាំរយៈពេល5ទៅ6ខែចំណែកឯខ្ញីចាស់ដែលគេដាំសម្រាប់លក់ឬក៏សម្រាប់ធ្វើពូជគេត្រូវរងចាំរយៈពេល8ទៅ10ខែ ដោយឡែកបច្ចេកទេសនៃការជ្រើសរើសមើមគឺគេជ្រើសរើសយកមើមណាដែលមានសម្បករលោងចាស់មានភ្នែកយ៉ាងហោចពីរដែលលេចជាពន្លកនិងមិនរងការបំផ្លិចបំផ្លាញដោយសត្វល្អិតនិងជំងឺនានាការបណ្ដុះកូនខ្ញីចំពោះការដាំនៅក្នុងទ្រង់ទ្រាយធំអ្នកដាំគួរតែបណ្ដុះកូនខ្ញីមុនពេលដាំដើម្បីឲ្យវាដុះលូតលាស់បានល្អស្មើៗគ្នាហើយការបណ្ដុះកូនខ្ញីនេះដែរគេអាចបណ្ដុះមុនដាំរយៈពេល10ទៅ15ថ្ងៃ ពាក់ព័ន្ធនឹងការបណ្ដុះដំបូងគេត្រូវយកពូជខ្ញីទៅកាត់ប្រវែង 2.5 ទៅ 5 សង់ទីម៉ែត្រដោយអាស្រ័យទៅលើភ្នែករបស់វាបន្ទាប់មកគេត្រូវរៀបចំដីខ្សាច់កម្រាស់ 15 ទៅ 20 សង់ទីម៉ែត្រព្រោះថាដីខ្សាច់វាធូរមិនងាយដក់ទឹកនិងជួយការពារមើមខ្ញីកុំឲ្យរលួយនិងងាយស្រួលឲ្យឬខ្ញីចាក់ចូលទៅក្នុងដីនៅពេលកូនខ្ញីដុះយើងងាយស្រួលក្នុងការដកវាចេញដោយវាមិនដាច់ឫសឬក៏ខូចមើមឡើយអំឡុងពេលនៃការបណ្ដុះកូនខ្ញី គេត្រូវស្រោចទឹកម្ដងនៅក្នុងមួយថ្ងៃដើម្បីរក្សាកម្រិតសំណើម 80 ទៅ 90% កសិករខ្លះក៏និយមយកចំបើងឬស្បែកមុងមកគ្របពីលើថ្នាលបណ្ដុះនោះដើម្បីការពារកុំឲ្យកម្ដៅថ្ងៃចាំងមកលើធ្វើឲ្យឆាប់ហួតទឹកចេញពីដីខ្សាច់ការធ្វើរោងសម្រាប់ដាំខ្ញីឲ្យបានត្រឹមត្រូវគឺជារឿងសំខាន់ណាស់ ព្រោះខ្ញីជាដំណាំដែលត្រូវការដីធូរនិងខ្យល់ចេញចូលល្អនិងមិនចូលចិត្តដីចាំទឹកដាច់ខាតមួយការជ្រើសរើសប្រភេទដីនិងការភ្ជួររាស់ដីដំបូងយើងជ្រើសរើសទីតាំងគួរជ្រើសរើសដីទូមិនលិចទឹកជាប្រភេទដីល្បែងម៉ត់ឬក៏ដីល្បាយខ្សាច់ដែលមានជីវជាតិខ្ពស់និងស្រទាប់ដីជ្រៅការភ្ជួររាស់យើងត្រូវភ្ជួរដីឲ្យបានជម្រៅពី 20 ទៅ 30 សង់ទីម៉ែត្រទុកចោលពី 5 ទៅ 10 ថ្ងៃដើម្បីហាលថ្ងៃសម្រាប់មេរោគនិងស្មៅ បន្ទាប់មករោះបំបែកដីឲ្យម៉ត់ល្អ 2. បច្ចេកទេសធ្វើរោង ការលើករោងខ្ញីអាចប្រែប្រួលទៅតាមតំបន់និងរដូវកាល ប៉ុន្តែទំហំស្តង់ដារដែលល្អបំផុតដែលគេតែងដើមគឺគេយកទទឹងរោងប្រហែលពី 1 ម៉ែត្រទៅ 1.2 ម៉ែត្រដែលងាយស្រួលក្នុងការថែទាំនិងបោចស្មៅ កម្ពស់រោងបាននៅរដូវវស្សាគួរលើកដីឲ្យខ្ពស់ពី 20 ទៅ 30 សង់ទីម៉ែត្រដើម្បីការពារកុំឲ្យជន់ទឹកពេលភ្លៀងធ្លាក់ខ្លាំង តែបើនៅរដូវប្រាំងអាចលើកកម្ពស់ប្រហែល 15 ទៅ 20 សង់ទីម៉ែត្រគឺគ្រប់គ្រាន់ហើយប្រវែងរោងយើងមើលទៅតាមស្ថានភាពដីជាក់ស្ដែងជាទូទៅគេតែងធ្វើចន្លោះពី 5 ទៅ 10 ម៉ែត្រដើម្បីងាយស្រួលក្នុងការគ្រប់គ្រងសម្រាប់ចន្លោះរោងយើងទុកចន្លោះពី 40 ទៅ 50 សង់ទីម៉ែត្រចន្លោះពីមួយរោងទៅមួយរោងដើម្បីធ្វើជាផ្លូវដើរផងនិងជាចង្អុលរបស់ទឹកចំផងវៃការរៀបចំដីរោងនិងការដាក់ជីត្របាក់ មុននឹងដាំយើងត្រូវបង្កើតជីវជាតិដីនៅលើរងជាមុនសិនដោយកាប់រណ្ដៅនៅលើរងឬក៏ឆោតជាជួរចន្លោះពីជួរមួយទៅជួរមួយប្រហែល
30 ទៅ 40 សង់ទីម៉ែត្រហើយដាក់ជីកំប៉ុស្តឬជីលាមកសត្វដែលរលាយបានល្អស្ងួតលាយជាមួយនឹងកំបោរកសិកម្មបន្តិចដើម្បីការពារមេរោគផ្សិតនិងការប្រែអាស៊ីតដីច្របល់ដីទាំងនេះជាមួយដីនៅលើរងឲ្យបានសព្វល្អរួចកប់ទុកចោល 2 ទៅ 3 ថ្ងៃមុននឹងយកកូនខ្ញីទៅដាំ 4. គម្លាតនិងជម្រៅក្នុងការដាំត្រូវដាំគម្លាតចន្លោះពីមើម1ទៅមើម1ប្រហែល 25 ទៅ 30 សង់ទីម៉ែត្រសម្រាប់ជម្រៅដាំយើងដាំជម្រៅប្រហែល 5 ទៅ 7 សង់ទីម៉ែត្រដោយដាក់ពន្លកភ្នែកខ្ញីបែរឡើងលើរួចកប់ដីពីលើស្អាតស្ដើងកុំឲ្យណែនពេកក្រោយដាំរួចភ្លាមត្រូវយកចំបើងស្ងួតឬក៏ស្លឹកឈើមកគ្របពីលើរងឲ្យជិតស្ដើងការធ្វើបែបនេះជួយរក្សាសំណើមដីការពារកុំឲ្យទឹកហូរច្រោះដីចេញពីរងនិងជួយទប់ស្ងាត់ស្មៅកុំឲ្យដុះទាន់កូនខ្ញីសម្រាប់ការស្រោចទឹកយើងស្រោចទឹកឲ្យជោគល្មមភ្លាមក្រោយដាំខ្ញីត្រូវការសម្រាមជាប្រចាំប៉ុន្តែមិនចូលចិត្តទឹកជាអំទេកុំហើយនៅក្នុងចំណុចនឹងផងដែរគឺយើងបែងចែកជាពីរដំណើរការគឺការស្រោចទឹកហើយនិងការដាក់ជីដើម្បីឲ្យទទួលបានទិន្នផលខ្ពស់គឺយើងផ្ដោតសំខាន់ទៅលើការដាក់ទឹកនិងការប្រើប្រាស់ជីជាសំខាន់ហើយដំណាំខ្ញីគឺជាដំណាំដែលត្រូវការសំណើមខ្ពស់ប៉ុន្តែមិនចូលចិត្តដីដែលជាប់ទឹកខ្លាំងពេកទេបន្ទាប់ពីដាំរួចយើងគួរស្រោចទឹកឲ្យបានទៀងទាត់2 ដងក្នុងមួយថ្ងៃដើម្បីឲ្យបន្លកលូតលាស់បានល្អនៅពេលដែលខ្ញីមានអាយុចន្លោះពី2ទៅ5ខែវាត្រូវការទឹកជាចាំបាច់បើដីស្ងួតពេកមើមនឹងតូចហើយសរសៃច្រើនប្រសិនបើស្លឹកខ្ញីចាប់ផ្ដើមក្រៀមឬរមួលពេលថ្ងៃត្រង់វាជាសញ្ញាបញ្ជាក់ថាវាខ្វះទឹកហើយប្រហែល1 ខែមុនប្រមូលផលអ្នកគួរកាត់បន្ថយការស្រោចទឹកដើម្បីឲ្យមើមខ្ញីរឹងមាំនិងរក្សាទុកបានយូរ 2. ការដាក់ជីដើម្បីឲ្យមើមខ្ញីមើមធំនិងមានគុណភាពអ្នកគួរប្រើប្រាស់ជីធម្មជាតិនិងជីគីមីបន្ថែមមុនដាំគួរលាយដីជាមួយជីកំប៉ុស្តឬលាមកសត្វពុកផុយឲ្យបានច្រើនវាជួយឲ្យដីធូរនិងមានខ្យល់ចេញចូលបានល្អការបំពន់លើកទី1អាយុចន្លោះពី1ទៅ2ខែនៅពេលដែលខ្ញីដុះបានស្លឹក2ទៅ4ស្លឹកអ្នកអាចប្រើជីដែលមានជាតិអាសូតខ្ពស់ដូចជាអ៊ុយរ៉េដើម្បីជួយឲ្យមើមនិងស្លឹកលូតលាស់បានល្អការបំពន់លើកទី2អាយុចន្លោះពី3ទៅ4ខែនេះជាដំណាក់កាលចាប់ផ្ដើមចុះមើមយើងគួរប្រើជីដែលមានជាតិប៉ូតាស្យូមខ្ពស់ដើម្បីជួយឲ្យមើមរីកធំយើងអាចប្រើចំបើងឬស្លឹកឈើស្ងួតគ្របជុំវិញគល់ដើម្បីរក្សាសំណើមដីនិងការពារកុំឲ្យស្មៅដុះហើយត្រូវដកចេញនៅស្មៅណាដែលដុះនៅតាមគល់ជាពិសេសក្នុងរយៈពេល3ខែដំបូងដើម្បីឲ្យខ្ញីរបស់យើងលូតលាស់បានល្អចូលមកដល់ចំណុចទី4ការប្រមូលផលនិងការរក្សាទុកបន្ទាប់ពីការដាំដុះបានរយៈពេល8ទៅ10ខែយើងសង្កេតឃើញថាស្លឹកនិងដើមខ្ញីរបស់យើងនឹងវាចាប់ផ្ដើមក្រៀមស្វិតដោយស្លឹករបស់វាចាប់ផ្ដើមប្រែពណ៌ពីពណ៌បៃតងទៅជាពណ៌លឿងហើយសម្បករបស់វាចាប់ផ្ដើមឡើងរឹងនិងមានពណ៌លឿងច្បាស់ដែលបញ្ជាក់ថាដំណាំខ្ញីរបស់យើងនឹងគឺអាចប្រមូលផលបានហើយមុនពេលប្រមូលផលប្រហែល1ទៅ2សប្តាហ៍យើងត្រូវអាការស្រោចទឹកដើម្បីឲ្យដីស្ងួតនិងមានសំណើមល្អដែលងាយស្រួលដល់យើងក្នុងការកោសឬដកក្នុងការប្រមូលផលយើងត្រូវកោសដោយដៃចប់យើងត្រូវជីកដីឲ្យជ្រៅជៀសវាងប៉ះមើមឬការដកដោយដៃផ្ទាល់យើងត្រូវទាញគុំថ្នមៗកុំទាញខ្លាំងព្រោះវាអាចបណ្ដាលឲ្យដាច់មើមនៅក្នុងដីបន្ទាប់មកយើងត្រូវកាត់ផ្ដាច់ដើមនិងស្លឹកចេញដោយទុកកម្ពស់ពីគល់ប្រហែល2ទៅ3សង់ទីម៉ែត្រពីមើមរួចរាស់ដីចេញឲ្យស្អាតបន្ទាប់ពីប្រមូលផលហើយយើងមិនត្រូវយកខ្ញីទៅលាងភ្លាមទេយើងត្រូវទុកខ្ញីនៅក្នុងម្លប់តែមានខ្យល់ចេញចូលល្អរយៈពេល2ទៅ3ថ្ងៃដើម្បីឲ្យសម្បកវាកាន់តែរឹងនិងស្ងួតដីជើងក្អែកហើយដើម្បីរក្សាទុកខ្ញីឲ្យបានល្អយើងត្រូវជ្រើសរើសខ្ញីណាដែលមានសម្បកចាស់ហើយមានសុខភាពល្អទុកក្នុងសីតុណ្ហភាពទាបរីឯឬដែលជាប់មើមគេត្រូវកាត់វាចោលដោយទុកដីកំណើតដែលនៅជាប់ខ្ញីនិងមិនត្រូវឲ្យមានសំណើមទេជៀសវាងការរលួយ